គោលការណ៍3យ៉ាងដែលបានជួយទៅលើការរៀនសូត្ររបស់ខ្ញុំដែលធ្វើឲ្យខ្ញុំអាចទទួលបានអាហារូបករណ៍មករៀននៅក្រៅប្រទេសដែលទី1គឺរៀនដោយចង់ដឹងចង់ចេះមិនមែនរៀនដើម្បីគ្រាន់តែប្រឡងឲ្យជាប់ដោយអ្នកទាំងអស់គ្នាឈប់គ្រាន់តែរៀនដើម្បីប្រឡងបាក់ដូចឲ្យជាប់ឬក៏ប្រឡងខែនឹងឲ្យបានជាប់ប៉ុន្តែយើងត្រូវរៀនដែលប្រកបទៅដោយគោលដៅដែលយើងពិតជាចង់អភិវឌ្ឍខ្លួនឯងពិតមែនហើយពេលនោះអីគ្រប់យ៉ាងដែលយើងចង់បានដូចជាបន្ទុកល្អឬក៏ជាប់លេខ1លេខ2អីហ្នឹងវានឹងបានមកតាមក្រោយមិនខានទេហើយទោះបីជាយើងមិនបានក៏យើងមានអារម្មណ៍ថាខ្លួនឯងទទួលបានអីមួយពីការរៀនសូត្ររបស់យើងក្រៅតែពីការដែលយើងប្រឡងជាប់ដូចគ្នាទី2គឺការរៀនទៀងទាត់អាហ្នឹងគឺជាអីដែលខ្ញុំធ្លាប់បាននិយាយកាលពីវីដេអូមុនដូចគ្នាការដែលយើងរៀនទៀងទាត់វាជួយឲ្យអ្នកទាំងអស់គ្នារៀនអត់សូវមាន stress ទេសម័យផ្សេងទាំងអស់គ្នារៀនមួយឆមាសរយៈពេល3ខែហើយស្រាប់តែអ្នកទាំងអស់គ្នារៀនតែរយៈពេល2សប្តាហ៍ចុងក្រោយនៃមេរៀននៃ3ខែហ្នឹងឯងប្រកាសណាស់2សប្តាហ៍ចុងក្រោយហ្នឹងឯងទាំងអស់គ្នាប្រកាសជារៀនដោយភាពលំបាកវេទនាហ្មងអញ្ចឹងហើយ stress ក៏វាមានច្រើនដែរប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នារៀន consistently រៀនជាប្រចាំរាល់ថ្ងៃជារៀងរាល់ថ្ងៃអ្នកទាំងអស់គ្នានឹងអត់មាន stress ទេហើយរៀនក៏ងាយស្រួលជាងមុនហើយក៏ចេះច្រើនជាងមុនដូចគ្នាយកឧទាហរណ៍អ្នកទាំងអស់គ្នាចាំបាច់រៀន10ម៉ោងក្នុងមួយថ្ងៃទេប៉ុន្តែអ្នកទាំងអស់គ្នាអាចរៀន10ថ្ងៃដែលក្នុងមួយថ្ងៃហ្នឹង1ម៉ោងឬក៏2ម៉ោងទៅវាល្អបំផុតហើយអញ្ចឹងដើម្បីឲ្យយើងអាចរៀន10ថ្ងៃក្នុងរយៈពេល1ម៉ោងបានតើតែយើងរៀនតាំងពីពេលដំបូងអូខេ so រៀនកុំរងចាំដល់ជិតដល់ថ្ងៃប្រឡងតែត្រូវរៀនតាំងពីពេលដែលយើងចាប់ផ្ដើម course របស់យើងទី3គឺរៀនអំពីកំហុសរបស់ខ្លួនឯងត្រូវដឹងថាតើយើងប្រឡងលើកមុនហ្នឹងយើងខ្វះអីគេយើងខាតអីគេយើងអត់ទាន់ចេះអីគេយើងខ្សោយអីគេគណិតរូបគីមីឬក៏ជីវៈឬក៏ប្រវត្តិអីចឹងទៅហើយរៀនអំពីកំហុសរបស់ខ្លួនឯងហើយអភិវឌ្ឍខ្លួនឯងថាតើយើងអាចធ្វើខ្លះដើម្បីអភិវឌ្ឍខ្លួនឯងអូខេអញ្ចឹងមានន័យថាយើងរៀនពីកំហុសដែលយើងបានធ្វើតាពីមុនយើងខ្វះអីគេហើយយើងប្រឹងបន្ថែមយើងខំបន្ថែមទៅយើងអាចអភិវឌ្ឍខ្លួនឯងបានហើយ so អីដែលខ្ញុំបានរៀនសូត្រពីការអភិវឌ្ឍខ្លួនឯងមាន3គោលការណ៍សំខាន់ទី1នោះគឺរៀនដើម្បីឲ្យយើងចេះពិតប្រាកដដើម្បីអភិវឌ្ឍខ្លួនឯងមិនមែនរៀនដើម្បីតែប្រឡងជាប់ទេទី2គឺរៀនឲ្យទៀងទាត់ទី3គឺរៀនអំពីកំហុសរបស់ខ្លួនឯងហើយអភិវឌ្ឍខ្លួនឯងសំណួរថាបើសិនតែឯងធ្វើដូចខ្ញុំប្រាប់ហើយតោះគ្នានឹងបានអាហារូបករណ៍ខ្ញុំក៏អត់ហ៊ានធានាប្រាប់តោះគ្នាថាបានឬក៏អត់ដែរប៉ុន្តែខ្ញុំគិតនឹងជឿជាក់ថាតោះគ្នាគួរតែរៀនដែលចង់ចេះកុំរៀនដើម្បីតែចង់បានអាហារូបករណ៍ហើយពេលដែលយើងចេះហើយគឺយើងអាចឆោងចាប់អីបានជាច្រើនអញ្ចឹងកុំបារម្ភរឿងថាតើយើងរៀនអញ្ចឹងទៅយើងបានអីអត់តែត្រូវចាំថាតើយើងរៀនបែបណាដើម្បីយើងចេះនិងមានចំណេះដឹងពិតប្រាកដព្រោះនៅពេលដែលយើងមានចំណេះដឹងពិតប្រាកដយើងទៅដល់កន្លែងណាក៏យើងអាចទទួលបានឱកាសពីមនុស្សជុំវិញខ្លួនរបស់យើងដូចគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់វីដេអូមួយហ្នឹងបាយបាយ